បាទសូមជម្រាបសួរដល់ប្រិយមិត្តដែលនិយមតាមអានពីប្រវត្តិមេដឹកនាំល្បីៗនៅថ្ងៃនេះខ្ញុំបាទនឹងបន្តលើកយកនៅប្រវត្តិមេដឹកនាំលោកសូស៊ីប្រូឬដែលហៅថាលោកទីតូមកជម្រាបជូនដល់ពុកម៉ែបងប្អូនជាបន្តទៀតដូច្នេះសូមពុកម៉ែបងប្អូនរីករាយស្ដាប់ជាមួយខ្ញុំបាទដូចតទៅយុវជនសូស៊ីប្រូយល់ឃើញថាខ្លួនឯងនៅខ្សែត្រៀមជួរមុខដោយប្រយុទ្ធទល់នឹងកងទ័ពរុស្ស៊ីដែលកំពុងឈ្លានពានចូលមកដោយមិត្តរួមអាវុធក្រូអាស៊ីភាគច្រើនដែរគាត់ស្អប់សង្គ្រាមបំផុតគាត់សង្ឃឹមថាកងទ័ពអូស្ត្រូហុងគ្រីនឹងចាញ់សង្គ្រាមហើយចក្រភពអូស្ត្រូហុងគ្រីនឹងដួលរលំក្រូអាស៊ីបន្ទាប់មកនឹងក្លាយជាប្រជាជាតិឯករាជ្យមួយព្រឹកព្រហៀមថ្ងៃអាទិត្យនៃឆ្នាំ1915ចំថ្ងៃបុណ្យព្រះយេស៊ូវគ្រីស្ទរស់ឡើងវិញកងទ័ពសេះដ៏សាហាវបានបោលទម្លុះខ្សែការពារអូទ្រីសហើយបានឈានចូលដល់លេនដ្ឋានក្រូអាស៊ីពួកគេម្នាក់បានចោលលំពែងចំខ្នងរបស់សូស៊ីប្រូក្នុងបំណងសម្លាប់គាត់មុនពេលពួកកូសាកសម្លាប់បង្ហើយទាហានត្រូវរបួសទាហានក្នុងកងរៀបរយរុស្ស៊ីបានរើសអ្នករបួសដាក់លើរទេះបញ្ជូនទៅមន្ទីរពេទ្យហើយក្នុងចំណោមអ្នកដែលនៅលើរទេះមានសូស៊ីប្រូម្នាក់ដែរអស់រយៈពេលជាង1ឆ្នាំគាត់នៅត្រាំត្រែងចន្លោះសេចក្តីស្លាប់និងរស់មានពេលមួយនោះផ្លាកសញ្ញាពណ៌ក្រហមសម្គាល់អ្នកជំងឺស្លាប់បានត្រូវគេដាក់លើខ្លួនរបស់គាត់នឹងត្រូវគេបញ្ជូនទៅកន្លែងតម្កល់សពនៃមន្ទីរពេទ្យមិនដឹងជាយ៉ាងម៉េចទើបគាត់មានជីវិតរស់ឡើងវិញនៅពេលត្រូវបញ្ជូនទៅកាន់ជំរំឆ្លើយសឹកបទពិសោធន៍ជាជាងម៉ាស៊ីនរបស់គាត់បានជួយជីវិតរបស់គាត់ឲ្យរួចពីសេចក្តីស្លាប់ដោយរស់នៅទីនោះគាត់មានភារកិច្ចជួសជុលផ្លូវដែលខូចខាតធ្ងន់ធ្ងរពីក្រុងសេនថឺស្បឺកទៅកាន់តំបន់ស៊ីបេរីមានពេលមួយនោះគាត់បានប្តឹងទៅកាកបាទក្រហមថាពួករុស្ស៊ីបានលួចម្ហូបអាហារនិងថ្នាំពេទ្យពីកញ្ចប់ដែលគេផ្ដល់មកឲ្យអ្នកទោសសម្រាប់ការតវ៉ានេះគាត់ត្រូវគេដាក់ទោសដោយវាយដំយ៉ាងខ្លាំងគឺវាយ30ខ្សែតីលើខ្នងរបស់គាត់នៅនិទាខរដូវឆ្នាំ1917ប្រុសបានរត់គេចចេញពីគុកដោយលោកបានឡើងលើរថភ្លើងដែលកំពុងបើកគាត់បានលាក់ខ្លួននៅចន្លោះបាវអង្គររហូតទាល់តែរថភ្លើងទៅដល់ក្រុងសេនផាត់ធឺស្បឺកដែលក្រោយមកត្រូវបានប្រែឈ្មោះទៅជាទីក្រុងលេនីក្រាដមិនយូរប៉ុន្មានក្រោយប្រុសទៅដល់ទីនោះបដិវត្តរុស្ស៊ីបានផ្ទុះឡើងដោយមានការវាយប្រយុទ្ធគ្នាយ៉ាងខ្លាំងនៅតាមដងវិថីក្នុងទីក្រុងមានពេលមួយនោះគាត់គេចផុតពីស្លាប់ទាំងប្រផិតប្រផោយពីការបាញ់ស្រោចនៃកាំភ្លើងយន្តមកពីដំបូលអគារនៅពេលបដិវត្តរីកសាយឡើងប្រុសបានឆ្លងកាត់ការផ្សងព្រេងជាបន្តបន្ទាប់ក្រោយមកគាត់បានរត់គេចចេញពីគុកហើយចូលរួមជាមួយក្រុមឆ្មាំក្រហម Bolshevik ដែលដឹកនាំដោយ Vladimir Ilyich Lenin នៅពេលទាហានឆេកូមកតាមរកអ្នកទោសដែលបាត់ខ្លួនគាត់ត្រូវនារីក្មេងម្នាក់យកទៅលាក់នៅទីប្រជុំជនអូមៀកនារីនោះក្រោយមករៀបការជាមួយគាត់ទីបំផុតគាត់បានរកឃើញកន្លែងមានសុវត្ថិភាពក្នុងចំណោមក្រុមកុលសម្ព័ន្ធទ័ពសេះ
ឃាហ្គីព្រោះតែជំនាញជាងម៉ាស៊ីនរបស់គាត់ចេះរបៀបជួសជុលរោងម៉ាស៊ីនកិនម្សៅរបស់គេឆ្លងកាត់ការរស់នៅទីនោះរាប់ខែគាត់បានរៀនភាសារបស់គេស្លៀកពាក់ដូចពួកគេនិងហាត់ជិះសេះជាមួយពួកគេពួកកុលសម្ព័ន្ធចូលចិត្តរបៀបកំប្លុកកំប្លែងនិងភាពម៉ឺងម៉ាត់របស់គាត់ហេតុនេះហើយបានជាពួកគេព្រមទទួលយករូបគាត់និងសូមឲ្យគាត់រស់នៅជាមួយពួកគេជារៀងរហូតមេកុលសម្ព័ន្ធថែមទាំងសូមផ្ដល់កូនស្រីរបស់ខ្លួនឲ្យរៀបការជាមួយប្រុសទៀតផងតែគាត់បានវិលទៅទីក្រុងអូម៉ាក់ដើម្បីរៀបការជាមួយនារីដែលបានជួយសង្គ្រោះជីវិតរបស់គាត់វិញរហូតដល់ពេលនោះសង្គ្រាមលោកលើកទី1បានបញ្ចប់ប្រុសនិងភរិយាបានវិលត្រឡប់ទៅកាន់មាតុភូមិក្រូអាស៊ីក្នុងអំឡុងឆ្នាំនៃអវត្តមានរបស់គាត់ម្ដាយរបស់ប្រុសបានស្លាប់ហើយឪពុករបស់គាត់បានផ្លាស់ទៅរស់នៅកន្លែងផ្សេងសែនឆ្ងាយក្នុងពេលជាមួយគ្នាបុគ្គលិកលក្ខណៈផ្ទាល់របស់គាត់បានផ្លាស់ប្ដូរយ៉ាងឆាប់រហ័សតាមរយៈការផ្សងព្រេងរបស់គាត់បានចាស់ចិត្តចាស់គំនិតពេញរូបពេញរាងគាត់បានក្លាយជាជនកុម្មុយនីសម្នាក់ហេតុអ្វីបានជាសូស៊ីប្រុសជ្រើសរើសយកលទ្ធិកុម្មុយនីសវាពិបាកនឹងនិយាយណាស់បទពិសោធន៍ក្នុងសង្គ្រាមរបស់គាត់ជាហេតុផលមួយតែសំខាន់ជាងនេះទៅទៀតប្រហែលជាមហិច្ឆតាដ៏ពុះកញ្ជ្រោលរបស់គាត់ផងក៏មិនដឹងក្នុងនាមជាជាងម៉ាស៊ីនដែលទទួលបានការអប់រំតិចតួចគាត់ដឹងថាមានការងារតិចតួចណាស់សម្រាប់រូបគាត់នៅអឺរ៉ុបខាងកើតគណៈបកកុម្មុយនីសសូវៀតបានស្នើផ្ដល់លុយឲ្យគាត់ជួយគៀងគរបញ្ចុះបញ្ចូលពលករគឺលុយសម្រាប់រៀបចំចុះឈ្មោះពួកគេបញ្ចូលក្នុងបកសម្រាប់ប្រុសក៏ដូចជាបញ្ញវន្តក្មេងៗដទៃទៀតនាសម័យនោះដែរការក្លាយជាជនកុម្មុយនីសម្នាក់គឺជាមធ្យោបាយមួយក្នុងចំណោមមធ្យោបាយសេសសល់តិចតួចចុងក្រោយបំផុតសម្រាប់ឈានទៅមុខបើគណៈបកទទួលបានជោគជ័យគាត់នឹងទទួលបានជោគជ័យដូចគ្នាជាមនុស្សដែលធ្លាប់តែស្វាហាប់គាត់បានចាត់ធ្វើសកម្មភាពភ្លាមដោយធ្វើជាជាងម៉ាស៊ីនម្នាក់គាត់បានផ្លាស់ប្ដូរក្រុមមួយទៅក្រុមមួយនៅក្នុងប្រទេសយូហ្គោស្លាវីដែលទើបបង្កើតថ្មីគាត់បានទទូចឲ្យកម្មករទាមទារកម្រៃឈ្នួលខ្ពស់ឡើងនិងនៅទីបញ្ចប់ទាមទារឲ្យធ្វើការផ្លាស់ប្ដូរសង្គមទាំងស្រុងតាមរយៈបដិវត្តន៍គាត់បាននិយាយថាសុភមង្គលពិតនឹងកើតមានបានទាល់តែបង្កើតរដ្ឋាភិបាលកុម្មុយនីសមួយ នៅពេលប្រុសត្រូវចាប់ខ្លួនដោយសារតែនិយាយប្រឆាំងនឹងរដ្ឋាភិបាលគេមិនអាចរកឃើញកំហុសរបស់គាត់ទាល់តែសោះគាត់ត្រូវចាប់ខ្លួនលើកទី2និងត្រូវដោះលែងក្រោមការផ្ជួសទោសមានលក្ខខណ្ឌនៅឆ្នាំ1927ក៏បានក្លាយជាមន្ត្រីម្នាក់នៃគណៈបកកុម្មុយនីសយូហ្គោស្លាវីនិងជាអគ្គលេខាបកប្រចាំតំបន់ក្រូអាស៊ីស្លូវេនីក្រោយចូលកាន់តំណែងភ្លាមគាត់ត្រូវគេចាប់ខ្លួនជាថ្មីម្ដងទៀតដោយចោទប្រកាន់ថាជាសមាជិករបស់គណៈបកខុសច្បាប់មួយដោយដឹងថាគេមុខជារកឃើញកំហុសរបស់គាត់
ប្រុសបានធ្វើឲ្យសាវនាការកាត់ទោសរូបគាត់คล้ายទៅជាវេទិកាឃោសនាមួយជាមួយរូបរាងសង្ហានិងបញ្ចេញកាយវិការគួរឲ្យរំភើបដូចជាតួកុនគាត់បានតស៊ូជាមួយរដ្ឋអាជ្ញានិងចៅក្រមយ៉ាងស្វិតស្វាញដោយបានប្រកាសថាតុលាការគ្មានសិទ្ធិកាត់ទោសគាត់ទេគាត់បានស្រែកឡើងថាប្រព័ន្ធមូលធននិយមពោពេញទៅដោយអំពើពុករលួយហើយគួរតែត្រូវផ្ដួលរំលំចោលពេលនោះគាត់ត្រូវគេកាត់ទោសឲ្យជាប់ពន្ធនាគាររយៈពេល5ឆ្នាំនៅពេលឮការកាត់ទោសគាត់បានងាកចេញទៅចៅក្រមហើយបែរទៅរកហ្វូងអ្នកចូលរួមស្ដាប់ការកាត់ក្តីដោយលើកកណ្ដាប់ដៃឡើងលើហើយស្រែកថាជ័យយោគណៈបកកុម្មុយនីសជ័យយោអង្គការអន្តរជាតិទី3ដោយដែលរូបគាត់បានពិពណ៌នាក្រោយមកថាគុកសម្រាប់ប្រុសគឺប្រៀបដូចជារស់នៅសាកលវិទ្យាល័យមួយរដ្ឋាភិបាលយូហ្គោស្លាវីបានអនុញ្ញាតឲ្យអ្នកទោសនយោបាយរស់នៅរួមគ្នាជាលទ្ធផលប្រុសនិងជនកុម្មុយនីសផ្សេងទៀតបានបង្កើតក្រុមរៀនសូត្រមួយនៅក្នុងគុកពួកគេបានអានស្នាដៃនិពន្ធរបស់ម៉ាក់អង់ហ្គេលនិងលេនីនពួកគេថែមទាំងបានអានស្នាដៃនិពន្ធរបស់ Shakespeare, Upton, Edward Bellamy និង Thomas Hobbesបាទអរគុណលោកពុកម៉ែបងប្អូនតាមបានទស្សនាវីដេអូតាំងពីដើមរហូតដល់ចប់សម្រាប់ពេលនេះខ្ញុំបាទសូមអរគុណសូមជម្រាបលាជួបគ្នានៅវីដេអូក្រោយទៀត